ខ្ញុំទៅមកដ្រូនទៀតហើយស្ដីអានេះស្វាគមន៍មកកាន់វីដេអូខ្ញុំប្រាប់បងថ្ងៃនេះខ្ញុំចង់ឲ្យអ្នកគ្នាទៅលើ drone model នេះគឺជាភេទ drone build ខ្លួនឯងខ្ញុំទៅតែអ្នកដែលលេងដបងជាមួយនឹង drone ទេហើយថ្ងៃនេះចង់ចែកម្លែកទៅលើការ build drone តិចតួចទៅលើការហោះហើរហើយនឹងជាមួយនឹងការចំណាយទុនទៅលើ build drone នេះដែរតើតើ drone ណាខ្ញុំ build បាត់ចិត្តហាក់ខ្ទង់$200ជាងម្ល៉េះបាទខ្ញុំគិតថាប្រហែលប៉ុណ្ណឹងដោយសារតែដូច fly controller ខ្ញុំទិញមកពីមិត្តភ័ក្ដិខ្ញុំកាលនោះទិញមក Google ក៏លក់$70អញ្ចឹងទៅដូច motor នេះខ្ញុំទិញ4គ្រាប់$15 propeller ទិញអស់ខ្ទង់$3ជាងបាទហើយថ្មនេះការទិញនៅខ្មែរយើងដែរទេតម្លៃខ្ពស់ដែរ$20ជាងបាទ$22កាលនោះហើយកាមេរ៉ានេះគឺទិញមក Google video transmitter បាទហើយ fly controller ជាមួយនឹង ESC ដែរគឺខ្ញុំទិញមកខ្ទង់$36បាទហើយ frame ខ្ញុំទិញមកទាំងថ្លៃជូននេះមកដល់គឺខ្ទង់$20បាទហើយអានេះអង្តែននេះខ្ញុំទិញនៅខ្មែរដែរខ្ញុំទិញនៅកុំមុននៃ iFarm តម្លៃ$13អង្តែននេះ drone របស់ខ្ញុំដាក់ GPS ទេតែខ្ញុំដាក់កាមេរ៉ា action ដើម្បីថតវីដេអូវិញខ្ញុំចូលចិត្តថតវីដេអូពីមុនមកខ្ញុំធ្លាប់លេង drone ធម្មតាដូចជា drone DJI drone DJI ខ្ញុំទិញពីគ្រឿងតែទិញប្រភេទភេទសេរីទាបទេ DJI mini ដំបងគេ Ni1 តមកទៀត DJI mini SE សេរីទាបទាំងពីរហើយកាលមុនខ្ញុំច្រឡំ DJI mini នេះជា Mavic ឯណាអត់ស្គាល់ drone បែកងាងវិញហ្នឹងបាទតមកទៀតឆែកមើលទៅគឺថាខ្ញុំខុសទាំងអស់និយាយតាក់ទង drone DJI Mavic ឯណាឆ្កយក៏ពិតគឺការខ្ញុំទិញគឺ DJI mini ទេបាទឥឡូវយើងបិទវងចោបញ្ចប់តាក់ទង drone DJI ហ្នឹងគឺថាតមកទៀតខ្ញុំបានធ្វើការខាង drone ទៅក្រោយខ្ញុំក៏ពិតខ្ញុំចង់ទិញ drone DJI នេះច្រឡំសំទោសក៏ពិតខ្ញុំចង់ទិញIPV យូរតែគាត់ថាវាអត់ថ្លៃពេកអត់លុយអត់អីចឹងបាទដល់មក2-3ឆ្នាំក្រោយមកបាទខ្ញុំមានឱកាសក្នុងការទិញកាលមុនខ្ញុំធ្លាប់លេង IPV ដែរតែប្រភេទតូចប្រភេទរបស់មុន Beta IPV បាទកាលហ្នឹង Air 65មិនមែន Air ដូចពី Metro 65 mm អញ្ចឹងវារៀងតូចខ្ញុំលេងដបងតែក៏ពិតចិត្តខ្ញុំចង់អាធំហ្មងខ្ញុំគឺថាវាអត់ពិបាកជា control ទេព្រោះយើងធ្លាប់លេង drone DJI ហើយវាខ្ញុំលេង DJI បែបតែខ្ញុំលេងរៀនលេងបែប IPV ហ្មងខាងហ្នឹងព្រោះនៅក្នុង DJI SE DJI mini SE ហ្នឹងគឺវាមាន mode IPV បាទអញ្ចឹងសុបាយលេងខាងហ្នឹងតែខ្ញុំលេងបានម្ដងទេបុកហោះចង់ចូលប្លង់តែមានណាបុកយ៉ាងធ្លាក់ចូលទឹកទៅធ្វើវាខូចយាមបលហើយនឹងបាក់ស្លាបអញ្ចឹងទៅធ្វើអស់30ជាងតែឥឡូវត្រូវហ្នឹងខូចដែរខូចបតហើយជាខូចបតធ្ងន់ធ្ងរតែអត់បានយកធ្វើទេហើយឥឡូវយើងចូលមកដល់ drone IPV នេះវិញគឺខ្ញុំចង់និយាយតាក់ទងជាមួយនឹងការហោះហើរដល់ខ្ញុំប្រើលុយតិចតួចដើម្បីទិញទៅលើ tele ជាមួយនឹង video transmitter ហើយនឹងតាក់ទងនឹង Google ដែលខ្ញុំទិញហ្នឹងខ្ញុំទិញពីអ្នកស្គាល់គ្នាដែរកាលហ្នឹងខ្ញុំមាន Google មួយដែរតែសេរីវាចាស់ខ្ញុំទិញមិត្តភ័ក្ដិខ្ញុំតែគួបផ្សំជាមួយ video transmitter ហើយនឹងកាមេរ៉ាហ្នឹងគាត់លក់70តែវាខូចទៅ Google ហ្នឹងខ្ញុំទិញថ្លៃទៀតតម្លៃ65ទិញនៅខ្មែរថ្លៃ65បាទហើយបើទិញចិនហើយថ្លៃហ្នឹង40ជាងឯងតែ Google ហ្នឹងគឺថាប្រភេទ V100 បាទវាអត់សូវល្អវាមានអាច SD card ដើម្បី record បានទេធ្វើខ្ញុំពិបាកហើយអេក្រង់វាទូចទៀតអត់ទៅពិបាកទៀតអេក្រង់វាពិបាកអេក្រង់ 4.5 អីហ្នឹងច្បាស់ទៅជាប់ណែមកខ្ញុំធ្លាប់ខ្ចីរបស់អ្នកស្គាល់គ្នាដែលខ្ញុំហៅប្រភេទអានោះវាជា S8 300 អីមិនទេតែខ្ញុំទៅជួយបានតែ
cứ thằng ecran nó thốn xua phá mà tao mới chẹp này rồi anh là lâu mấy ta cứ quân phiền giờ mà miệng cá cứ đi không bán nói tên của gọi là miếng ecran thống thống và đua ăn là lâu có đó tại ecran thống cứ sủa vẹn sủa mờ thì tớ chẹp né nhé và cũng tên đưa về nhóm tên ecran bảo vi mà rồi đấy cứ tên ecran vì tội về tặng bày ý vì một quả mà hay là video transmitter và nhớ lại vậy vì video transmitter với video transmitter ta vào mùi hỏi megabyte tế cứ chẳng biết tối thế vì tối tay rang của hệ ní mà nhung chạy nó internet tới cái đã tha ban trong tại cái hạ tha còn về mấy này cả trong tại của quả chừng ngày cứ thơm tại ngày đó thơm thèm mọi mày đó bạn hay y ở loạiประเภท receiver ได้ยังพามวยไล่ได้เอา 2 SE บอกกำมล beta IPv នេះគឺវា config មួយគ្នាបានហើយចំណុចហើយយើងអាចហោះបានចម្ងាយដែលខ្ញុំហោះដំបូងដែលខ្ញុំចង់ហោះគឺបាន165 ម៉ែត្រចាហើយតទៀតគឺថ្ងៃនេះដែរគឺខ្ញុំជាមហោះវារហូតដល់300 ម៉ែត្រអញ្ចឹង video transmitter ជាមួយនឹង Google របស់ខ្ញុំហ្នឹង V100 ហ្នឹងគឺអាចហោះបានដល់300 ម៉ែត្រចម្ងាយដែលឆ្ងាយដែលខ្ញុំអាចហោះបានជាមួយ tele Line Radio 2 បាទ Radio 2 SE ហ្នឹងគឺហោះបានប៉ុណ្ណឹងអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំអត់ត្រូវបង្ហាញអ្នកគ្នាច្រើនទេគ្រាន់តែបង្ហាញទៅលើការហោះហើរចម្ងាយឆ្ងាយរបស់ drone នេះតែប៉ុណ្ណោះហើយបើគ្នាត្រូវការទិញ drone build drone នេះវាចាប់ពី5 inch ទៅខ្ញុំគិតថាល្អហើយ motor នេះ motor ធូរថ្លៃទេតែបើខ្ញុំ6 inch ដោយសារតែកាលហ្នឹងខ្ញុំទិញស្រាប់6 inch មកស្រាប់ហើយអញ្ចឹងទៅក៏ build drone 6 inch ទៅតែម្ដងដើម្បីឲ្យត្រូវមកស្លាប់ជឿទិញស្លាប់ពីញ៉ាំច្រើនតែ frame អី motor អត់កាលហ្នឹងអត់លុយមានលុយតែត្រឹម5ដុល្លារអញ្ចឹងមានលុយ5ដុល្លារទិញ drone ទិញ motor អស់3ដុល្លារជាងថ្លៃដល់ជូនមកដល់ខ្មែរ5ដុល្លារបណ្ដោយហ្នឹងហើយទួចកន្លែងអ្នកគោ GoPro ឬក៏កាមេរ៉ា action នេះគឺខ្ញុំមាន Osmo Action ស្រាប់ស្រីចាស់ខ្ញុំទុកឲ្យបាត់ហោះធ្លាក់ពេញហ្នឹងបាទតែឥឡូវខុសក្រោមតែនៅអាច record បានខ្ញុំហោះក្នុងវីដេអូនេះក៏ខ្ញុំដាក់វីដេអូដែលខ្ញុំហោះហ្នឹងដែរឲ្យអ្នកគ្នាមើលបាទអញ្ចឹងចប់សេចក្តីមកវិញគឺគ្រឿងដែលខ្ញុំទិញប្រើនេះវាអាចហោះបានឆ្ងាយត្រឹម3 ម៉ែត្រដែលខ្ញុំអត់អស់ចិត្តនឹងការតេស្តវាឡងឆ្ងាយហ្នឹងទេតែឥឡូវនេះខ្ញុំទៅតែតេស្តវាឆ្ងាយបំផុតសម្រាប់ការហោះរយៈពេលប្រហែលខែដែលខ្ញុំលេង drone IPV គឺត្រឹម325 ម៉ែត្រហើយខ្ញុំ back ទៅក្រោយវិញទៅកន្លែងដែលខ្ញុំហោះវិញហ្នឹងហើយអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេតើតើការឡងរែងការហោះចម្ងាយអញ្ចឹងទៅតម្លៃលុយតិចតួចអញ្ចឹងទៅហ្នឹងហើយបើអ្នកទាំងគ្នាស្រឡាញ់ drone IPV ដូចខ្ញុំលេងដូចខ្ញុំនិយាយទៅស្រឡាញ់មែនតែ drone IPV គ្រប់ drone ហ្នឹងហើយយើងព្យាយាមសិក្សាស្រាវជ្រាវវាទៅគឺយើងនឹងអាចទិញវាបានឥឡូវស្រួលទេមិនពិបាកអីទេបាទអូខេវីដេអូមានប៉ុណ្ណឹងទេជួបគ្នាវីដេអូក្រោយទៀតបាយ Peace